សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់យើងហើយនៅក្នុងវីដេអូនេះដែរគឺយើងមានមេរៀនថ្មីមួយដែលនិយាយពីសេចក្តីណែនាំនៃបណ្ដាញទឹកយើងដឹងហើយថាក្នុងការ design ផ្នែក MEP ប្រព័ន្ធទឹកគឺជាចំណុចសំខាន់មួយដែរដែលជាទូទៅប្រព័ន្ធទឹកដែលគេហៅថាផ្នែកជាផ្នែក P ឬក៏គេហៅថា5វិញហ្នឹងជាចំណុចសំខាន់មួយហើយនៅក្នុងមេរៀននេះដែរគឺមានមាតិកា3ចំណុចធំៗទី1គឺនិយាយពីសេចក្តីផ្ដើមសេចក្តីដើមនេះគឺចង់បង្ហាញពីថាសេចក្តីដើមនៃបណ្ដាញទឹកតើវាជាអ្វីហេតុអីបានជាយើងត្រូវសិក្សាទៅវាហើយចំណុចមួយទៀតគឺនិយាយពីប្រភេទនៃបណ្ដាញទឹកយើងនៅចំណុចនេះដែរគឺយើងនឹងសិក្សាបញ្យល់ពីចំណុចមួយចំនួនដែលទាក់ទងនឹងបណ្ដាញទឹកតើបណ្ដាញទឹកហ្នឹងមានអីខ្លះហើយចំណុចចុងក្រោយគឺនិយាយពីសារៈសំខាន់នៃបណ្ដាញទឹកយើងដឹងហើយថាទឹកអ្នកទាំងអស់គ្នាមិនអាចខ្វះបានទេគឺជាទឹកមានសារៈសំខាន់បំផុតសម្រាប់យើងគ្រប់គ្នាហើយនៅចំណុចមួយគឺនិយាយពីសេចក្តីផ្ដើមប្រព័ន្ធបណ្ដាញទឹកហ្នឹងគឺតែឈ្មោះជាភាសាអង់គ្លេសគឺ plumbing ហ្នឹងគឺជាប្រព័ន្ធទឹកដែលសម្រាប់សិក្សាពីបច្ចេកទេសនានាទាំងការគណនាសិក្សាសម្ពាធទឹកការជ្រើសរើសសម្ភារៈដំឡើងការរៀបចំបណ្ដាញទឹកសិក្សានៅអាងស្តុកទឹកកាកសំណល់កខ្វក់ជាដើមទាំងអស់នេះហើយគឺជាចំណុចដែលយើងត្រូវសិក្សានៅផ្នែក plumbing ហ្នឹងឬក៏គេហៅថាប្រព័ន្ធទឹកហ្នឹងដែលអ្នកបច្ចេកទេសគ្រប់រូបឬក៏អ្នកវិស្វករដែលទាំងអស់គឺចាំបាច់ត្រូវសិក្សាយល់ដឹងឲ្យបានច្បាស់អំពីវាហើយប្រសិនបើយើងរៀបចំប្រព័ន្ធទឹកធនាគារមិនបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសទេគឺអាចបង្កឲ្យមានបញ្ហាជាច្រើនដែលកើតឡើងដោយសារយើងរៀបចំមិនត្រូវតាមបច្ចេកទេសដូចជាការធ្វើដំណការរៀបចំទំហំទយោឲ្យបានត្រឹមត្រូវធ្វើមានការស្ទះលេចជ្រាបទៅតាមហ្នឹងហើយគឺជាចំណុចដែលយើងគួរតែយល់ដឹងដោយតែយើងដឹងស្រាប់ហើយថាការរៀបចំបណ្ដាញទឹកហ្នឹងឲ្យបានត្រឹមត្រូវហ្នឹងវាធ្វើឲ្យមានការស្ទះច្រោះក្លិនចោះអីហ្នឹងក្នុងបន្ទប់ទឹកហ្នឹងដូចជាពេលខ្លះនៅពេលដែលយើងរៀបចំតទយោមិនបានត្រឹមត្រូវបានន័យថារៀបចំប្រព័ន្ធទយោប្រគុណអត់បានបែងចែកទយោប្រគុណផ្សេងទយោស៊ីហ្វុងផ្សេងអាហ្នឹងធ្វើឲ្យមានក្លិនដែលកើតឡើងអញ្ចឹងបាននៅគេ design រៀបចំប្រព័ន្ធទឹករៀបចំទយោប្រគុណទយោអីហើយគេនៅមានទយោខ្យល់មួយទៀតដើម្បីកាត់បន្ថយការស្ទះហ្នឹងហើយដើម្បីធានាឲ្យបានថាបណ្ដាញទឹកអាចប្រើប្រាស់ប្រកបដោយសុវត្ថិភាពហ្នឹងនឹងមិនមានការរំខានដល់អ្នកប្រើប្រាស់អ្នកបច្ចេកទេសចាំបាច់ត្រូវតែសិក្សាឲ្យបានលម្អិតជាមួយនឹងការ design សល់កិច្ចការមួយទៀតហ្នឹងគឺត្រូវតាមដានការសង់ឬតម្លើងជៀសវាងការតម្លើងមិនត្រូវតាមអនុវត្តតាមប្លង់ដែលបាន design ចឹងនៅចំណុចនេះខ្លះឧទាហរណ៍ថាយីរ៉ុមភាគច្រើនអ្នក design គឺសិតជាវិស្វករហើយប៉ុន្តែនៅពេលដែលអ្នកមកការសង់ហ្នឹងអាចជាវិស្វករប៉ុន្តែអ្នកដែលធ្វើហ្នឹងជួនកាលមិនប្រកាសថាអ្នកទាំងអស់ហ្នឹងគឺជាអ្នកបច្ចេកទេសទេអញ្ចឹងដូច្នេះក្នុងនាមយើងជាអ្នកវិស្វករយើងដាច់ខាតត្រូវតែតាមដាននៅពេលដែលតម្លើងជាចំណុចចាំបាច់មួយទៀតផងដែរហើយនេះគឺជារូបភាពមួយចំនួនដែលនិយាយពីប្រព័ន្ធបណ្ដាញទឹកហ្នឹងអញ្ចឹងរូបភាពនេះគឺចង់បង្ហាញពីសម្ភារៈមួយចំនួនដែលប្រើប្រាស់ក្នុងបណ្ដាញទឹកហ្នឹងមានសង់ពីក្នុងមានពីត្រេបឬក៏គេហៅអឺប្រភេទតុកក្លិនហ្នឹងហើយនេះទេហើយនឹងវ៉ានសម្រាប់បិទបើកទឹកហើយនេះគឺជា system ប្រព័ន្ធទឹកស្អាតដែលគេរៀបចំដើម្បីឲ្យប្រើប្រាស់នៅតាមបន្ទប់ទឹកទីកន្លែងហ្នឹងឲ្យប្រើប្រាស់ទៅតាមបច្ចេកទេសហ្នឹងហើយចំណុចទី2គឺនិយាយពីប្រភេទនៃបណ្ដាញទឹកនៅក្នុងចំណុចនេះយើងនឹងដឹងថាប្រភេទបណ្ដាញទឹកហ្នឹងមានអីខ្លះហើយយើងចែកហេតុអីបានជាយើងត្រូវសិក្សាទៅវាបណ្ដាញទឹកត្រូវបានចែកចេញជាពីរផ្នែកធំៗគឺភេទបណ្ដាញទឹកនៅផ្នែកខាងក្រៅអគារនិងបណ្ដាញទឹកក្នុងអគារចំពោះផ្នែកបណ្ដាញទឹកខាងក្រៅអគារគឺសំដៅដល់ការរៀបចំផ្នែកប្រព័ន្ធទឹកនៅផ្នែកខាងក្រៅនៃអគារមានដូចជាបណ្ដាញទឹកតាមដងផ្លូវតាមទីសាធារណៈតាមសួនតែភាគច្រើនហ្នឹងទាំងអស់ហ្នឹងគឺជាប្រព័ន្ធទឹកមេហើយភាគច្រើនគឺប្រកបនៅក្នុងដីសម្រាប់ប្រព័ន្ធបណ្ដាញទឹកខាងក្រៅគឺមានប្រព័ន្ធរំដោះទឹកកខ្វក់និងដូចជាប្រព័ន្ធលូប្រព័ន្ធបន្លាយសម្រាប់ទៅដកទឹកកខ្វក់រំដោះទឹកកខ្វក់ចេញពីកាកសំណល់តាមផ្ទះតាមគេហដ្ឋាននិងហូរចូលទៅខាងក្រៅនិងប្រព័ន្ធទឹកស្អាតក្នុងប្រព័ន្ធទឹកស្អាតនេះដែរគឺភាគច្រើនគឺជាប្រព័ន្ធរបស់ទឹករដ្ឋដែលគេហៅថាផ្នែករដ្ឋកោទឹកជាទូទៅគឺជាប្រព័ន្ធទឹកមេដែលមានទំហំទយោធំហើយនឹងទយោចែកចាយចូលតាមអគារហើយនឹងប្រព័ន្ធស្រោចស្រពមួយចំនួនដូចជានៅតាមចំការតាមអីគេរៀបចំប្រព័ន្ធហ្នឹងដែរហើយនេះគឺជារូបភាពមួយចំនួនដែលបង្ហាញពីការរៀបចំប្រព័ន្ធរំដោះទឹកកខ្វក់ហ្នឹងអញ្ចឹងនៅ
ពេលដែលគេរៀបចំ design ឬក៏ត្រូវការតឡើងត្រូវការរំដោះទឹកម្ដងអីគឺត្រូវរៀបចំវាមានប្រភេទឡូប្រអប់ហើយនិងប្រភេទឡូជារង្វង់គេរៀបចំប្រើប្រាស់ហើយនេះគឺជាប្រភេទបន្លាយទឹកដែលភាគច្រើនយើងអ្នកនៅភ្នំពេញយើងអាចឃើញហើយនេះដែរគឺគេរៀបចំប្រព័ន្ធទឹកស្អាតអញ្ចឹង system ប្រព័ន្ធទឹកស្អាតហ្នឹងគឺមានច្រើនដូចនេះគឺជាប្រភេទ stand សម្រាប់ស្តុកទឹកស្អាតដើម្បីយកទៅប្រើប្រាស់យើងប្រើប្រាស់សប្តាហ៍ថ្ងៃហ្នឹងហើយនេះគឺជាប្រភេទទឹកអស្អាតដែរប៉ុន្តែគាត់ថាទឹកស្អាតនេះគឺយើងអាចយកមកប្រើប្រាស់នៅតាមគេថាដៃបានហើយគាត់ថាជាយកទៅសម្រាប់ស្រោចស្រពដំណាំតាមធ្វើស្រូវធ្វើអីចឹងទៅហើយនេះដែរគឺជា system ប្រព័ន្ធទឹកស្អាតដែលគេតម្លើងនៅតាមប្រភេទរោងចក្រខ្លែងរត់កទឹកគេតម្លើងទយោរបស់វាមានទំហំធំទៅតាមទីតាំងមួយចំនួនដែលគេទៅដាក់ហ្នឹងហើយយើងសង្កេតឃើញថាតាមដងផ្លូវតាមអីហ្នឹងយើងអាសាជួបស្ទះផ្លូវមួយចំនួនដែលគេរៀបចំប្រព័ន្ធទឹកស្អាតហ្នឹងដោយសារតម្រូវការប្រើប្រាស់វាច្រើនហើយចំណុច2.2គឺនិយាយពីបណ្ដាញទឹកក្នុងអគារបណ្ដាញទឹកក្នុងអគារនេះគឺជាប្រព័ន្ធបណ្ដាញទឹកដែលនៅផ្នែកខាងក្នុងរបស់គេមានទាំងប្រព័ន្ធទឹកស្អាតនិងប្រព័ន្ធទឹកកខ្វក់ដូចគ្នាហើយនៅក្នុងនេះគឺមានប្រព័ន្ធទឹកភ្លៀងថែមមួយទៀតចំពោះប្រព័ន្ធទឹកស្អាតគឺសំដៅដល់ការប្រើប្រាស់ទឹកដែលយើងប្រើប្រាស់សប្តាហ៍ថ្ងៃហ្នឹងហើយត្រូវបានដែលត្រូវការចាំបាច់បំផុតសម្រាប់បរិភោគសម្រាប់ងូតនិងសម្រាប់ប្រើប្រាស់ផ្សេងៗហើយនៅក្នុងផ្នែកនេះផងដែរគឺយើងនឹងសិក្សាអំពីការគណនាជំរុញម៉ូទ័រទឹកការគណនាទំហំស៊ីស្តែនទឹកគណនាសម្ពាធទឹកតើយើងគួរប្រើប្រាស់សម្ពាធប៉ុណ្ណាដើម្បីប្រើប្រាស់ឲ្យទឹកនឹងត្រូវតាមដើម្បីយើងរៀបចំបើកមកទៅតាមស្តង់ដារហើយនឹងការរបៀបរៀបចំប្រព័ន្ធទឹកមេនឹងរៀបចំប្រព័ន្ធទឹកទៅអស់តើគួររៀបចំពីម៉េចដើម្បីឲ្យមានសុវត្ថិភាពហើយស្តង់ដារតាមបច្ចេកទេសហើយនឹងប្រព័ន្ធបំបែកខ្នែងចុះណាផ្ទុកនានាសម្រាប់ប្រើប្រាស់នៅក្នុងអគារទូទៅទាំងអស់នេះហើយគឺជាផ្នែកប្រព័ន្ធទឹកស្អាតដែលយើងសិក្សាហើយនេះគឺជារូបភាពមួយចំនួនដែលគេបង្ហាញពីរៀបចំ system ប្រព័ន្ធបណ្ដាញទឹកក្នុងអគារហ្នឹងអញ្ចឹងវាមានប្រភេទគេបែងចែកជាទូទៅប្រព័ន្ធទឹកស្អាតគេបែងចែកប្រភេទទឹកទឹកត្រជាក់និងទឹកក្តៅពណ៌ក្រហមនេះគឺសំដៅដល់ប្រភេទទឹកក្តៅដែលសម្រាប់ប្រើប្រាស់ហើយរូបនេះដូចគ្នាមានប្រភេទទឹកក្តៅទឹកត្រជាក់សម្រាប់ប្រើប្រាស់អញ្ចឹងហើយចំណុចខគឺនិយាយពីប្រព័ន្ធទឹកខ្វក់ផ្នែកប្រព័ន្ធទឹកខ្វក់នេះដែរគឺសំដៅដល់ទឹកដែលយើងបញ្ចេញចោលដែលយើងបានប្រើប្រាស់រួចដូចជានៅតាមផ្ទះបាយតាមប្រគុណឡាបូលាងដៃតាមស៊ីហ្វុងជាដើមគឺជាប្រភេទទឹកដែលយើងបានប្រើប្រាស់រួចហើយប្រព័ន្ធទឹកកខ្វក់នេះក៏ជាផ្នែកសំខាន់មួយដែរសម្រាប់ដែលយើងប្រើប្រាស់នៅក្នុងអគារកាលណាបើសិនជាយើងដង្ហើមមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសទេធ្វើឲ្យយើងនឹងវាមានបញ្ហាជាច្រើនដូចជាមានក្លិនមានការជ្រាបទឹកតាមដំណជាដើមនៅពេលដែលយើងធ្វើដំណមិនត្រូវតាមស្តង់ដារបច្ចេកទេសហើយនៅក្នុងផ្នែកនេះដែរគឺយើងនឹងសិក្សាអំពីបច្ចេកទេសនានាទាក់ទងបណ្ដាញទឹកកខ្វក់ក្នុងអគារហ្នឹងមានដូចជាការកំណត់ទំហំអាងសេប្តិករបៀបរត់ប្រព័ន្ធទឹកកខ្វក់របៀបធ្វើដំណទឹកកខ្វក់ឲ្យបានត្រឹមត្រូវច្បាស់លាស់ដើម្បីការពារហានិភ័យដែលកើតឡើងផ្សេងៗដូចជាចំណុចសំខាន់មួយដែរគឺការធ្វើដំណកាលណារៀបចំដំណឲ្យបានត្រឹមត្រូវទេគឺធ្វើឲ្យមានបញ្ហាផ្សេងដែលកើតឡើងហើយនេះគឺជារូបភាពទាក់ទងនឹងការរៀបចំប្រព័ន្ធទឹកកខ្វក់ហ្នឹងអញ្ចឹងរូបនេះគឺបង្ហាញពីការរៀបចំប្រព័ន្ធទឹកកខ្វក់ដែលប្រើប្រាស់ពីផ្ទះមកចូលទៅប្រព័ន្ធលូធំមួយហើយនេះគឺជាការរៀបចំប្រព័ន្ធទឹកកខ្វក់នៅក្នុងអគារអញ្ចឹងលក្ខណៈប្រព័ន្ធទឹកកខ្វក់ហ្នឹងវាមើលទៅវាមានលក្ខណៈសាមញ្ញតិចតួចទាក់ទងនឹងផ្នែកបច្ចេកទេសហ្នឹងប៉ុន្តែនៅពេលដែលបើសិនជាយើងបានសិក្សាឲ្យបានល្អិតល្អន់ទៅគឺវាប្រព័ន្ធហ្នឹងវាមានលក្ខណៈងាយស្រួលជាធម្មតាទេហើយនេះក៏ជារូបភាពទាក់ទងប្រព័ន្ធបណ្ដាញទឹកដែលគេរៀបចំជាទូទៅប្រព័ន្ធទឹកកខ្វក់គេរៀបចំប្រព័ន្ធទយោ2ឬក៏3ចំពោះទយោ2នេះគឺសំដៅដល់មួយសម្រាប់ទឹកចេញពីប្រគុណហើយមួយទៀតទឹកសម្រាប់ទឹកចេញពីស៊ីហ្វុងឬក៏ឡាបូលាងដៃផ្សេងហ្នឹងគេរៀបចំប្រព័ន្ធទឹកហ្នឹងហើយចំណុចទី3ចំណុចកគឺសំដៅគឺប្រព័ន្ធដកទឹកភ្លៀងអញ្ចឹងនៅក្នុងនេះដែរគឺប្រព័ន្ធដកទឹកភ្លៀងគេយើងសិក្សាក៏ជាផ្នែកសំខាន់មួយដែរសម្រាប់ដែលយើងសិក្សាហើយប្រើប្រាស់នៅក្នុងដែលសម្រាប់អឺប្រើប្រាស់ដែលបញ្ចេញចោលនៅក្នុងអគារឬក៏បរិវេណនៃអគារបើសិនជាយើងរៀបចំមិនបានត្រឹមត្រូវនោះទេនឹងធ្វើឲ្យមានការទឹកជន់ជាជាមិនខាននៅពេលដែលមានភ្លៀងធ្លាក់ព្រោះអីយើងដឹងហើយថាទឹកភ្លៀងវាមិនប្រកបមិនថែដូចទឹកផ្សេងទេថ្ងៃណាភ្លៀងខ្លាំងអាចធ្វើជន់
តែនេះហើយគឺយើងត្រូវរៀបចំសិក្សាឲ្យបានត្រឹមត្រូវហេតុនេះហើយគឺយើងត្រូវកណនីជ្រើសរើសទំហំទយោនឹងទៅតាមលក្ខណៈបច្ចេកទេសស្តង់ដារតាមប្រភេទទយោហើយផ្ទៃរងទឹកភ្លៀងដែលយើងសិក្សាហ្នឹងទៅធ្វើពីម៉េចហើយជាទូទៅចំពោះទយោដែលយើងប្រើប្រាស់ហ្នឹងគឺដូចគ្នានឹងទយោទឹកកខ្វក់ដែរដែលយើងប្រើប្រភេទទយោ PVC ទយោ UPVC ដែលយើងប្រើប្រាស់ហើយកម្រាស់របស់វាហ្នឹងយកមកប្រើប្រាស់ហ្នឹងមានកម្រាស់ PN8.5 និង PN5 ដែលយកមកប្រើប្រាស់ហ្នឹងហើយទំហំទយោទឹកភ្លៀងហ្នឹងគឺប្រើប្រាស់អាចប្រើប្រាស់ទយោតូចបានទេទយោដែលទឹកភ្លៀងគឺប្រើប្រាស់ចាប់ពីទយោ55ឡើងទៅហើយនៅក្នុងផ្នែកនេះផងដែរគឺយើងនឹងសិក្សាចំណុចពិសេសមួយចំនួនដែលសិក្សាហ្នឹងគឺមានដូចជាការរំដោះទឹកភ្លៀងគូយើងសិក្សាដូចម៉េចសិក្សាលើផ្ទៃរងទឹកភ្លៀងតាមវេរ៉ុងដារានហាលដំបូលឬក៏កំណត់ទំហំទយោយើងត្រូវកំណត់ទំហំទយោឲ្យបានច្បាស់លាស់របៀបរត់ប្រព័ន្ធរំដោះទឹកភ្លៀងនិងរបៀបធ្វើដំណឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដើម្បីធានាការពារហានិភ័យផ្សេងៗដែលកើតឡើងជាយថាហេតុដូចជាការលិចជ្រាបទឹកជាដើមហើយនេះគឺជា system ប្រព័ន្ធរំដោះទឹកភ្លៀងមួយចំនួនដែលយើងសិក្សាគឺភាគច្រើនគឺយើងត្រូវសិក្សានេះផ្ទៃរងទឹកភ្លៀងរបស់ដំបូលយើងសិក្សាមកហើយប្រព័ន្ធលំហូរទឹកហ្នឹងគួរយើងគួរធ្វើម៉េចហើយដោយរូបភាពនេះគឺយកទឹកភ្លៀងយកទៅប្រើប្រាស់ឡើងវិញយើងដឹងថាទឹកភ្លៀងគឺជាចំណុចពិសេសមួយដែលយើងត្រូវមានលក្ខណៈចាំបាច់ហើយទឹកភ្លៀងគឺអាចកែច្នៃឡើងវិញបានព្រោះទឹកភ្លៀងបើសិនជាទឹកភ្លៀងដើមខែវាមានជាតិអាស៊ីតប៉ុន្តែដល់ពេលដែលភ្លៀងនៅរដូវវស្សាគឺជាទឹកល្អនៅនេះដែរគឺនិយាយ system ទឹកភ្លៀងហើយនឹងប្រព័ន្ធរំដោះទឹកភ្លៀងទៅធ្វើពីម៉េចហើយជាចុងក្រោយអរគុណច្រើនសម្រាប់ការតាមដានវីដេអូមេរៀនយើងប្រចាំទាំងនេះហើយជាចុងក្រោយសូមអរគុណសម្រាប់ការតាមដានវីដេអូជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត